ជាបរដ្ឋយុវជនវិស័យឯកជនរួមទាំងអ្នកបង្កើតមាតិកាក្នុងបណ្ដាញសង្គមកំពុងផុសផុលនាំយកថវិកាទៅផ្ដល់ជូនមន្ទីរពេទ្យកុមារក៏ដូចជាចូលរួមក្នុងយុទ្ធនាការ 10000 រៀល 10000 នាក់ដែលថវិកាទាំងអស់នោះបានចូលរួមចំណែកសង្គ្រោះអាយុជីវិតកុមារកម្ពុជាដែលបានទៅរកសេវាសុខាភិបាលនៅទីនោះក្នុងឱកាសនាំយកថវិកាមកប្រគល់ជូនមន្ទីរពេទ្យគន្ធាបុប្ផានៅថ្ងៃទី2ខែមិថុនាឆ្នាំ2025លោកកែវសៀងលីប្រធានមូលនិធិ VR1 Team បានឲ្យដឹងថាមកផ្ដល់ជូនមន្ទីរពេទ្យគន្ធាបុប្ផាដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខភាពរបស់កុមារកម្ពុជាដែលជាទំពាំងស្នងឫស្សីដោយធ្វើយ៉ាងណាឲ្យពួកគេមានសុខភាពល្អបានចូលរៀនគ្រប់គ្នាលោកបានបន្តថាដោយមានការគាំទ្រពីក្រុមហ៊ុន VY Plus ឯកមូលនិធិ VR1 Team តែងតែធ្វើសកម្មភាពជួយដល់សង្គមមានដូចជាវិស័យសុខាភិបាលអប់រំនិងបរិស្ថានហើយសមាជិកក៏បានបរិច្ចាគឈាមក្នុងមួយឆ្នាំចំនួន3ដងដល់មជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជាផងដែរជាមួយគ្នានេះតំណាងឲ្យមូលនិធិ VR1 Team បានបដិញ្ញាបន្តចូលរួមក្នុងសកម្មភាពជួយសង្គមជាបន្តទៀតដូចជាការរួមចំណែកដើម្បីកសាងនៅធនធានមនុស្សនិងគាំពារសុខភាពសង្គមតាមរយៈសកម្មភាពផ្សេងៗ